ឥឡូវខ្ញុំមកកពតហើយខ្ញុំជីបេ650របស់ Royal Enfield មកចង់ដឹងថាគុណភាពវាយ៉ាងណាតាមណាទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើតេស្ត drive ជាមួយនឹង Royal Enfield BR 650ដែលធ្វើដំណើរចេញពីភ្នំពេញទៅកពតហើយបន្តឡើងទៅលើភ្នំបូកគោបង្វែងផ្លូវរបស់វាប្រហែលជា150 គីឡូម៉ែត្រអញ្ចឹងមានន័យថាទៅវិញទៅមកប្រហែលជាខ្ទង់300 គីឡូជាងតិចតួចដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹង BR នេះមានកម្លាំង650cc ដែលមានដំណើរការល្អមែនទែនទៅលើដងផ្លូវនេះទាំងល្បឿនទាំងការវ៉ាជែងកម្លាំងថក់របស់វានឹងគឺ perform ល្អមែនទែនដែលវាអាចគេចផុតពីឧបសគ្គផ្សេងៗបានដោយងាយស្រួលនៅតាមដងផ្លូវច្បាស់ថាមានម៉ូតូឡានជាច្រើនហើយល្បឿនរបស់ម៉ូតូនោះក៏វាឡើងចុះតាមពេលផ្លូវស្ទះឬផ្លូវមិនស្ទះផងដែរលើកនេះខ្ញុំទៅកពតលឿនមែនតើខ្ញុំចំណាយពេលត្រឹមតែ7-2ម៉ោងតែប៉ុណ្ណោះក្នុងការធ្វើដំណើរពីភ្នំពេញទៅដល់កពតហ្នឹងឯងតែពួកយើងក៏សម្រាប់ទួចឈៀលអីចឹងណាថ្ងៃបន្តិចបានពួកយើងបន្តឡើងទៅលើភ្នំបូកគោសែបធ្វើបានគ្រប់យ៉ាងសែបសែបជា content creator សែបជាអ្នកថតរូបសែបជា rider សែបជាអ្វីៗគ្រប់យ៉ាងអីអត់សល់អើយសំហាខ្លាំងណាស់ខ្ញុំមិនហ៊ានដោះវ៉ែនតាទេព្រោះភ្នែកខ្ញុំស្អាតនេះដូចមនុស្សស្រវឹងស្រាស្រវឹងស្រាឬមួយក៏ស្រវឹងស្នេហាស្នេហាធ្វើឲ្យខ្ញុំកើតភ្នែកទៅជាខ្មៅពេលឡើងទៅលើភ្នំបូកគោដូចទាំងអស់គ្នាបានដឹងចឹងទៅលើភ្នំបូកគោមានផ្លូវកវិចកវៀនផ្លូវកោងផ្លូវច្រើនមែនទែនហើយសម្រាប់ performance របស់ balance ម៉ូតូមួយនេះគឺbalance ល្អមែនទែនដែលសឹងតែខ្ញុំរកចំណុចខ្វះខាតរបស់ម៉ូតូនេះមិនបានទាំង frank ទាំងទម្ងន់គឺនៅលើផ្លូវគឺល្អមែនទែនពួកយើងបានជិះទៅថ្មលយនៅលើភ្នំបូកគោហ្នឹងដែលជិះហួរកន្លែងគេធ្វើរូបព្រះធំមួយហ្នឹងហើយក៏បត់ចូលផ្លូវដីបន្តិចប៉ុន្តែមិនមែនផ្លូវដី off road ខ្លាំងទេផ្លូវដីលាយខ្សាច់តិចតួចតែប៉ុណ្្នឹងឯងខ្ញុំបានសាក់របស់ជិះនៅលើផ្លូវខ្សាច់ហើយខ្ញុំមានអារម្មណ៍ថាសម្បកកង់របស់ model នេះវាអត់ស៊ីជាមួយខ្សាច់ទេប៉ុន្តែបើសិនបើនៅលើផ្លូវដីធម្មតាអានេះគឺ perform ល្អមែនទែនអញ្ចឹងនៅពេលដែលចូលទៅផ្លូវខ្សាច់តិចតិចហ្នឹងគឺវាចាប់ផ្ដើមស្អិតជាមួយនឹងខ្សាច់ហើយមិនសូវជាជិះស្រួលប្រហែលទេអញ្ចឹងសម្រាប់លើផ្លូវខ្សាច់សម្បកកង់នេះបើសិនបើមិនដូរទេមិន recommend ឲ្យទាំងអស់គ្នាជិះនៅលើផ្លូវខ្សាច់នោះទេអញ្ចឹងទាំងអស់គ្នា BR 650នេះសម្រាប់ខ្ញុំគឺវាល្អសម្រាប់ touring តែគ្រាន់តែយើងត្រូវ mount បន្ថែមដូចជាកាបូបអីចឹងទៅសម្រាប់ម៉ូតូបែបនេះកុំដាក់ធុងឲ្យអាក្រក់មើលណាបើសិនបើយើងចង់ដាក់អីវ៉ៃបានបន្ថែមគួរតែដាក់កាបូបពេញវាស្អាតជាងប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាចង់ off road បែបខ្លាំងអីលុះត្រាតែអ្នកទាំងអស់គ្នាត្រូវតែបដូរសម្បកកង់ចំណុចដែលខ្ញុំចូលចិត្តបំផុតរបស់ម៉ូតូនេះគឺម៉ាស៊ីនវាខ្លាំង650នេះគឺលំមកជានៅក្នុងស្រុកខ្មែរយើងទី2រូបរាងរបស់វាគឺរូបរាង Scrambler គឺជារូបរាងដែលខ្ញុំស្រឡាញ់មួយដែរចំណុចខ្លះៗដែលអ្នកទាំងអស់គ្នាគួរតែដឹងនៅពេលដែលអ្នកទាំងអស់គ្នាយក BR មួយនេះទៅ off road តាក់ទងជាមួយនឹងបូមខាងក្រោយរបស់វាយើងរឹងបន្តិចអញ្ចឹងវាអត់ទន់ទេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាយកជិះទៅលើផ្លូវដីឬក៏ផ្លូវមិនមែនជាផ្លូវក្រុងវាធ្វើឲ្យបាក់ជាបន្តិចទី2តាក់ទងជាមួយនឹងទម្ងន់ម៉ូតូនេះអត់ស្រាលទេរឿងធ្ងន់ដែរវាមានទម្ងន់រហូតដល់216គីឡូក្រាមអញ្ចឹងបើសិនបើយើងយក off road អារម្មណ៍ទៅពីដងឃើញកម្លាំងលើកបណ្ដោយហើយទី3តកតងជាមួយនឹងកម្ពស់ម៉ូតូម៉ូតូនេះប្រសិនបើយើងមានទៀងទូចបន្តិចជិះម៉ូតូនេះគឺពិបាកដោយសារតែម៉ូតូនេះយើងខ្ពស់ដែរហើយដៃជើងរបស់វាហែកទាំងអស់ហើយចំណុចទី3នោះតកតងជាមួយនឹងសបកកង់របស់វាគឺវាប្រើសបកកង់បវៀនវាអត់ប្រើសបកកង់អត់បវៀនទេអញ្ចឹងឧទាហរណ៍តែប្រសិនបើយើងទៅតំបន់ណាឆ្ងាយមួយបែកកង់អីអំបិលតែម្ដងមួយទៀតផងដែរសម្រាប់សាំងដែលខ្ញុំជិះទៅមកផ្លូវកពតនេះខ្ញុំចាក់អស់តែ$15តែប៉ុណ្ណោះ$15នេះមែនតើខ្ញុំចាក់ទាំងទៅទាំងបុកហើយនៅសល់ជិះក្នុងភ្នំពេញធ្វើការបានមួយថ្ងៃទៀតអញ្ចឹងវាស៊ីមិនច្រើនហើយក៏បន្តិចនិយាយទៅវាស៊ីដូចម៉ូតូ mid size ទូទៅដែរអូខេទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការតាមដានវីដេអូនេះបាយ